សេចក្តីថ្លែងការណ៍ព័ត៌មានស្តីពីការដកហូតអាវុធធនធ្ងន់និងអាវុធមានអានុភាពបំផ្លាញខ្ពស់និងសេចក្តីអត្ថាធិប្បាយរបស់អនុរដ្ឋការពារជាតិលើសកម្មភាពរបស់សកម្មជននៅព្រំដែនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្មីនេះថៃនៅតែបន្តធ្វើការរំលោភបំពានដីចម្ការករណីនេះខាងភាគីថៃនៅតែបន្តធ្វើមកលើពលរដ្ឋកម្ពុជានៅឯខេត្តបន្ទាយមានជ័យក៏ប៉ុន្តែជាលើកចុងក្រោយលោកដូណាល់ត្រាំក៏សង្កេតឃើញថាថៃនៅតែប្រហើនលើបទឈប់បាញ់ក្រោយមកលោកក៏បានជួយសម្រួលលើករណីនេះផងដែរដោយលោកបានជួយសម្រួលរវាងកម្ពុជានិងថៃនឹងចុះហត្ថលេខាសារជាថ្មីលើករណីហិង្សានិងបង្កជាចំនួននេះឲ្យដកអាវុធរៀងខ្លួនបងប្អូនទាំងអស់គ្នាដើម្បីតាមដានឲ្យកាន់តែស៊ីជម្រៅសូមជួយ Subscribe Channel នេះខ្ញុំម្នាក់មួយផងនិង Share បន្តផងឥឡូវនេះយើងទៅតាមដានទាំងអស់គ្នាតែម្ដងភាពតានតឹងនិងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសន្តិភាពឡើងវិញនៅតាមបណ្ដោយព្រំដែនថៃកម្ពុជាកាលពីចុងខែតុលាឆ្នាំ2025នេះដោយទី1គឺការបដិញ្ញាចិត្តកម្រិតខ្ពស់របស់រដ្ឋាភិបាលចំពោះសន្តិភាពនិងដំណាភៀបសេចក្តីថ្លែងការណ៍ RBC ស្តីពីការដកអាវុធធនធ្ងន់មូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងនេះមិនមែនគ្រាន់តែជាកិច្ចការយោធាក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែត្រូវបានលើកកម្ពស់ដល់កម្រិតកម្ពុជាដោយយោងតាមលទ្ធផលនៃកិច្ចប្រជុំ GBC និងសេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលអាស៊ាននៅឯទីក្រុងកូឡាឡាំពួរដែលមានការចូលរួមពីមេដឹកនាំថៃកម្ពុជាម៉ាឡេស៊ីនិងប្រធានាធិបតីសហរដ្ឋអាមេរិកគោលបំណងចម្បងផ្ដោតលើការកសាងទំនុកចិត្តនិងដំណាភៀបក្នុងចំណោមភាគីយោធាទាំងពីរដើម្បីកាត់បន្ថយការសង្ស័យនិងធានាស្ថិរភាពយន្តការអនុវត្តការដកអាវុធត្រូវធ្វើឡើងជាដំណាក់កាលស្ថិតនៅក្រោមការសង្កេតនិងការត្រួតពិនិត្យរបស់ក្រុមអ្នកអង្កេតការអាស៊ានការបែងចែកប្រភេទអាវុធច្បាស់លាស់ ABC គឺដើម្បីធានាដំណាភៀបនិងភាពងាយស្រួលក្នុងការត្រួតពិនិត្យនេះបង្ហាញពីការបដិញ្ញាចិត្តដ៏ធ្ងន់ធ្ងរក្នុងការទប់ស្កាត់ការកើនឡើងនៃចំនួនទី2គឺភាពតានតឹងរវាងស្មារតីស្នេហាជាតិនិងយន្តការផ្លូវការសេចក្តីអត្ថាធិប្បាយរបស់អនុរដ្ឋមន្ត្រីការពារជាតិការប្រជុំមុខដាក់គ្នាផ្ទៃក្នុងបញ្ហានេះបង្ហាញពីភាពលំបាកនៃការគ្រប់គ្រងព្រំដែននៅពេលដែលសកម្មភាពរបស់សកម្មជនស្នេហាជាតិប៉ះពាល់ដល់ប្រតិបត្តិការយោធានិងកិច្ចព្រមព្រៀងរដ្ឋាភិបាលការទទូចឲ្យគោរពយន្តការនាយឧត្តមសេនីយ៍តូអាដុលបានសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថាកងទ័ពជើងមុខត្រូវតែមានសេរីភាពដើម្បីផ្ដោតលើភារកិច្ចយោធាសំខាន់ដូចជាការបោះសម្អាតមីននិងការប្រឈមមុខនឹងគ្រោះថ្នាក់ពីកម្ពុជាដោយមិនបែងចែកការយកចិត្តទុកដាក់ទៅលើជួរក្រោយអនុរដ្ឋមន្ត្រីការពារជាតិបានអំពាវនាវយ៉ាងមុតមមឲ្យគ្រប់ភាគីត្រូវតែអនុវត្តឲ្យមានយន្តការដំណោះស្រាយបញ្ហាដែលបានព្រមព្រៀងគ្នានៅកម្រិតរដ្ឋាភិបាលថៃកម្ពុជាដំណើរការជាមុនសិនសម្ដៅលើលក្ខខណ្ឌ4ចំណុចនៅหนองច័ន្ទនិងหนองយ៉ាកែវសកម្មភាពបង្កហេតុដែលបុគ្គលអាចប្រឈមនឹងការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ការដាស់តឿនលោកទទួលស្គាល់ស្មារតីស្នេហាជាតិរបស់សកម្មជនប៉ុន្តែបានជំរុញឲ្យពួកគេចូលរួមត្រឹមតែការគាំទ្រផ្នែកសិលធម៌ប៉ុណ្ណោះព្រោះទាហានកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ពិតប្រាកដក្របផ្ទុះនឹងការបាញ់តបសរុបសេចក្តីតុល្យភាពនៃកិច្ចការរដ្ឋនិងសន្តិសុខខ្លឹមសារទាំងពីរនេះបង្ហាញពីទស្សនវិជ្ជា2នៃការដោះស្រាយជម្លោះព្រំដែន1កិច្ចខិតខំប្រឹងប្រែងផ្លូវការអន្តរជាតិ RBC GBC កំពុងដំណើរការដកអាវុធធនធ្ងន់ដែលមានការត្រួតពិនិត្យពីអាស៊ានដើម្បីធានាសន្តិភាពយូរអង្វែងនិងទី2ឧបសគ្គនៃការអនុវត្តនៅនឹងកន្លែងភាពតានតឹងដែលបង្កឡើងដោយសកម្មជនស្នេហាជាតិអាចរំខានដល់នីតិវិធីផ្លូវការនិងការដាក់សម្ពាធមិនចាំបាច់ទៅលើកងទ័ពជួរមុខដែលកំពុងព្យាយាមអនុវត្តតាមកិច្ចព្រមព្រៀងនឹងថៃរក្សាសន្តិសុខសរុបមករដ្ឋាភិបាលថៃកំពុងព្យាយាមរក្សាតុល្យភាពរវាងការគោរពតាមកិច្ចព្រមព្រៀងអន្តរជាតិទ្វេភាគីនិងការដោះស្រាយការមិនសប្បាយចិត្តផ្ទៃក្នុងដោយមានការបញ្ហាអធិបតេយ្យភាពដែលយោងតាមសេចក្តីអត្ថាធិប្បាយរបស់អនុរដ្ឋមន្ត្រីការពារជាតិលោកនាយឧត្តមសេនីយ៍អាដុលបន្ថែមចារឿននិងបរិយាប័ត្រនៃចំនួនព្រំដែនថៃកម្ពុជាក្នុងឆ្នាំ2025ដំណោះស្រាយចំពោះស្ថានភាពនេះគឺផ្ដោតលើយន្តការផ្លូវការដែលបានព្រមព្រៀងគ្នាក្នុងកម្រិតរដ្ឋាភិបាលជាជាងសកម្មភាពឯកតោភាគីដំណោះស្រាយទាំងមូលត្រូវបានអនុវត្តតាមយន្តការទ្វេភាគីនិងតំបន់ទី1គឺយន្តការផ្លូវការដើម្បីសន្តិភាពដំណោះស្រាយដ៏ទូលំទូលាយបំផុតគឺផ្អែកលើសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលជាចំណុចចាប់ផ្ដើមនៃការកសាងទំនុកចិត្តឡើងវិញការដោះស្រាយបញ្ហាផ្នែកយោធា RBC GBC ការដោះស្រាយផ្នែកបញ្ហាយោធានេះត្រូវបានអនុវត្តតាមរយៈគណៈកម្មការព្រំដែនតំបន់ RBC និងគណៈកម្មាធិការព្រំដែនទូទៅ GBC ការដកអាវុធធនធ្ងន់ជាដំណាក់កាលភាគីទាំងពីរយោធាភូមិភាគទី4កម្ពុជានិងតំបន់យោធាទី2ថៃបានឯកភាពអនុវត្តផែនការដកហូតអាវុធធនធ្ងន់ដូចជាកំជ្រួចចរន្តធុង
កំភ្លើងធំនឹងរត់ពីដែរជា3ដំណាក់កាលក៏ដែលគឺការកាត់បន្ថយសមត្ថភាពការវាយប្រហារគ្នាទៅវិញទៅមកនឹងបន្ធូរបន្ថយភាពតានតឹងដុល្លារភាពការត្រួតពិនិត្យដំណើរការដកអាវុធនេះត្រូវបានត្រួតពិនិត្យនឹងការផ្ទៀងផ្ទាត់ដោយក្រុមអ្នកអង្កេតការណ៍អាស៊ានដើម្បីធានាថាភាគីនីមួយៗពិតជាអនុវត្តតាមការសន្យាដំណោះស្រាយសំខាន់ៗមាន4ចំណុចរបស់ថៃរដ្ឋាភិបាលថៃបានបញ្ជាក់ថាការដោះស្រាយបញ្ហាព្រំដែនត្រូវតែចាប់ផ្ដើមដោយការអនុវត្តលក្ខខណ្ឌសំខាន់ៗ4ចំណុចដែលត្រូវបានលើកឡើងនៅកម្រិតនាយករដ្ឋមន្ត្រីនិងក្រុមប្រឹក្សាសន្តិសុខជាតិក្នុងចំណោមនោះមានតំបន់នងច័ន្ទនិងនងយ៉ាកែវដែលជាតំបន់ចំនួនលក្ខខណ្ឌទាំង4រួមមានទី1គឺការដកហូតអាវុធធុនធ្ងន់ពីតំបន់ព្រំដែនទី2គឺកិច្ចខិតខំប្រឹងប្រែងរំដោះមីននៅតំបន់ដែលមានចំនួនទី3គឺកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មឆ្លងដែនដូចជាអក្រិតកម្មបច្ចេកវិទ្យាទី4ការដោះស្រាយបញ្ហារំលោភបំពានទឹកដីដែលពាក់ព័ន្ធនឹងភូមិនងច័ន្ទនិងនងយ៉ាកែវដែលថៃអះអាងថាមានការតាំងទីលំនៅរបស់ជនជាតិកម្ពុជាទី2គឺគោលការណ៍សម្រាប់គ្រប់គ្រងសកម្មភាពសកម្មជនចំពោះករណីលោកវីរៈសាងខ្វាគិតដែលជាសកម្មជនស្នេហាជាតិដំណោះស្រាយដែលលោកអនុរដ្ឋមន្ត្រីការពារជាតិថៃជំរុញគឺការគោរពនីតិវិធីផ្លូវការអំពាវនាវឲ្យគ្រប់ភាគីត្រូវតែអនុវត្តឲ្យមានយន្តការដោះស្រាយ4ចំណុចដែលត្រូវបានព្រមព្រៀងនៅកម្រិតរដ្ឋាភិបាលដំណើរការជាមុនសិនការបង្ការសម្ពាធគួរធ្វើឡើងនៅពេលដែលគ្មានវឌ្ឍនភាពតាមរយៈយន្តការទាំងអស់ការបំបីរវាងកិច្ចការយោធានិងការតវ៉ាសាធារណៈសូមឲ្យសកម្មជននិងសាធារណជនមិនត្រូវបង្ខំឲ្យកងទ័ពបែកបាក់ការយកចិត្តទុកដាក់ឬមានការប្រឈមមុខនឹងគ្រោះថ្នាក់នៅជួរមុខមាននឹងការបាញ់តបនិងការដោះស្រាយការតវ៉ាផ្ទៃក្នុងនៅជួរក្រោយការផ្ដោតលើការគ្រប់គ្រងផ្នែកសិលធម៌សកម្មជនត្រូវបានអំពាវនាវឲ្យគ្រាន់តែផ្ដល់ការគ្រប់គ្រងផ្នែកសិលធម៌ប៉ុណ្ណោះជៀសវាងការធ្វើសកម្មភាពដូចជាការប្រើអេសកាវ៉ាទ័រចូលតំបន់ចំនួនដែលអាចបង្កើនភាពតានតឹងឬរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់សរុបមកដំណោះស្រាយស្នូលគឺការអនុវត្តយ៉ាងម៉ឺងម៉ាត់នៅផែនការដកអាវុធធុនធ្ងន់ជាដំណាក់កាលនិងការដោះស្រាយបញ្ហាអធិបតេយ្យភាពនៅតំបន់ចំនួននងច័ន្ទនងយ៉ាកែវតាមរយៈយន្តការទ្វេភាគី4ចំណុចដែលបានឯកភាពគ្នារួចហើយដើម្បីធានាថាជំហានឆ្ពោះទៅរកសន្តិភាពត្រូវបានអនុវត្តប្រកបដោយតម្លាភាពនិងស្ថិរភាពការយល់ព្រមលើដំណោះស្រាយសំខាន់ៗការយល់ព្រមត្រូវបានបញ្ជាក់តាមរយៈព្រឹត្តិការណ៍ផ្លូវការសំខាន់ៗចំនួន2ទី1គឺការដកហូតអាវុធធុនធ្ងន់និងវិធានការកសាងទំនុកចិត្ត RBC GBC ការយល់ព្រមជាផ្លូវការភាគីទាំងពីរយោធាភូមិភាគទី4កម្ពុជានិងតំបន់យោធាទី2ថៃបានឯកភាពអនុវត្តការដកហូតអាវុធជាដំណាក់កាលនៅអាវុធធុនធ្ងន់និងវិធានការរួមក្នុងការកសាងទំនុកចិត្តតាំងនៃការយល់ព្រមកិច្ចព្រមព្រៀងនេះធ្វើឡើងក្រោមគោលការណ៍ណែនាំនៃសេចក្តីថ្លែងការណ៍ដែលបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាដោយមានការចូលរួមពីមេដឹកនាំទាំងពីរកិច្ចប្រជុំ RBC ខ្លួនឯងកាលពីថ្ងៃទី31ខែតុលាឆ្នាំ2025ត្រូវបានកោះប្រជុំដើម្បីអនុវត្តលទ្ធផលនៃកិច្ចប្រជុំ GBC ពិសេសមុននេះថ្ងៃទី23ខែតុលាឆ្នាំ2025ការយល់ព្រមនេះឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរួមគ្នាដើម្បីលើកកម្ពស់តម្លាភាពនិងស្ថិរភាពទី2គឺការអនុវត្តតាមយន្តការផ្លូវការការយល់ព្រមលើវិធីសាស្ត្រនាយឧត្តមសេនីយ៍អតុលប៊ុនឋានចារឿនបានទទូចថាគ្រប់ភាគីត្រូវតែអនុវត្តឲ្យមានយន្តការដែលមានស្រាប់ដែលនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិបានចុះហត្ថលេខាជាមួយកម្ពុជាដំណើរការដើម្បីដោះស្រាយបញ្ហាសារៈសំខាន់នៃយន្តការលោកបញ្ជាក់ថាការដោះស្រាយត្រូវតែអនុវត្តតាមលក្ខខណ្ឌ4ចំណុចដែលបានព្រមព្រៀងគ្នារួមទាំងតំបន់នងច័ន្ទនិងនងយ៉ាកែវសរុបមកគឺការយល់ព្រមផ្លូវការលើគោលការណ៍ដោះស្រាយនិងនីតិវិធីការដកហូតអាវុធបានកើនឡើងហើយនៅកម្រិតកម្ពុជានិងកម្រិតយោធាភាពតានតឹងដែលសេសសល់គឺស្ថិតនៅលើល្បឿននៃការអនុវត្តនិងសកម្មភាពរបស់សកម្មជនឯកជនដែលអាចរំខានដល់នីតិវិធីដែលបានព្រមព្រៀងនេះ